ដើរចូលព្រៃស្រួលបួបន្តិចមើលផងប្រយ័ត្នជួបបងស្រីម្នាក់លក់បុកល្ហុងលាក់ខ្លួននៅក្នុងព្រៃអ្នកស្ដាប់នោះចង់ភ័យមើលទៅមានអីណាបងដើរចូលព្រៃសុកហ្នឹងក៏ឃើញគាត់លក់បុកល្ហុងតាមម៉ូតូហ្នឹងក៏រៀងចំណាយចិត្តបន្តិចម្យ៉ាងណោះមានឡាំងស្នោមួយចងកវាត់ទៅលើម៉ូតូល្ហុងតកួនបន្លែតិចតួចដាក់នៅក្នុងប្រអប់ឡាំងហ្នឹងមកលក់តាមភូមិតាមស្រុកហើយនេះចូលមកដល់នៅក្នុងព្រៃនេះទៀតតាមដែលបងស្រីនិយាយណាគាត់ចេះលក់តាំងពីអាយុ15ឆ្នាំរៀនតាំងពីម្ដាយពេលនេះអាយុ28ឆ្នាំហើយមានកូន2នាក់ទៀតហើយប្តីរបស់គាត់គឺធ្វើការសំណង់ទេមួយថ្ងៃនឹងលក់បានតែ10ចានហ្នឹងជួយរកចំណូលចូលគ្រួសារចិញ្ចឹមកូនផងដើម្បីជួយសម្រាប់បន្ទុកប្តីរបស់គាត់ផងបុកល្ហុងគាត់លក់ធម្មតាតម្លៃសមរម្យហ្នឹងហើយបរិមាណហើយនឹងគ្រឿងក្រៅដែលមានដូចជាក្តាមប្រៃល្ហុងទឹកកាពិបន្លែផ្សេងទៀតអញ្ចឹងទៅតែរសជាតិអែមរបស់គេហៅតែបុកល្ហុងតាមជនបទអញ្ចឹងណាហើយបងស្រីលក់នៅម្ដុំបារាយខាងលិចខេត្តសៀមរាបអ្នកនៅសៀមរាបដែលទៅលេងបារាយទឹកថ្លាស្គាល់ច្បាស់ហ្មងនៅនេះគឺថាទៅសភាពស្អាតមែនតើល្ងាចឡើងនឹងអង្គុយមើលថ្ងៃលិចយកតុយកកៅអីទៅអង្គុយឬក៏ក្រែកតេលញ៉ាំអីមើលថ្ងៃលិចជាមួយនឹងគ្រួសារជាមួយសក់វែងសក់ខ្លីអីទៅហើយរដូវកាលធ្លាក់ខ្យល់នេះផងដែរណាវាត្រជាក់ស្រួលជាមួយនឹងខ្យល់បរិសុទ្ធមែនតើយើងអាចជួលទូកស្ទូចត្រីជិះមើលថ្ងៃលិចអីក៏មានដែរបើថាអត់មានអីញ៉ាំទេនៅនោះក៏មានបងប្អូនយើងជិះម៉ូតូលក់នំចំណីផ្សេងមកដល់កន្លែងហ្មងឲ្យតែយើងទិញញ៉ាំហើយ enjoy ជាមួយនឹងថ្ងៃលិចពណ៌មេឃដ៏សែនភីងខ្ជូតនេះទៀតតនេនាំ admin ទៅលេងផងអបសុកនេះហើយណាមួយនេះទៀតខែនេះដែរគឺទឹករៀងស្រកដែរអញ្ចឹងបងប្អូនគាត់ទៅក្រែកទេអង្គុយលេងនៅនោះបានថ្ងៃសៅរ៍អាទិត្យទំនេរពីការរៀនទំនេរពីការធ្វើការអីហ្នឹងទៅអង្គុយលេងហ្នឹងដឹងតែ fresh ហ្មងហើយមួយទៀត admin សុំផ្ដាំបន្តិចណាអ្នកទៅលេងនៅហ្នឹងកុំភ្លេចជួយប្រម៉ូសម្រាមយកទៅចោលនៅក្នុងធុងសម្រាមផងយើងចូលរួមថែរក្សាអនាម័យទាំងអស់គ្នាណាដើម្បីទៅបានឃើញកន្លែងស្អាតទាំងអស់គ្នាចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេខ្ញុំរៀបរាប់ច្រើនណាស់អរគុណបងប្អូនតគ្នាសម្រាប់ការតាមដានវីដេអូនេះពីដើមរហូតដល់ចប់ណាជួបគ្នានៅវីដេអូក្រោយទៀតកុំភ្លេចជួយ like ហើយនិង follow ឲ្យ admin ម្នាក់មួយផងបាយ